មិត្តភាពមួយដែលកើតឡើងនៅក្នុងថ្នាក់រៀនខ្ញុំនៅតែចងចាំអនុស្សាវរីយ៍ដែលពួកយើងសាងរួមគ្នានិងពេលវេលាល្អៗដែលពួកសុទ្ធ airport ទៀតហ៎ហេមកយឺតណាបាទហើយមិនមូលហេតុមិនមកយឺតទីខកអីស្ទែកដល់ដល់យើងស្ទែកតបចាដល់មិនភ្លៀងមកធានមកអូមិនភ្លៀងមកធានមកអូខេអត់ទេបាទជិះទៅអរគុណបាទពេលដល់យើងបន្តមានរៀនរបស់យើងទៅមុខទៀតថ្ងៃចូលរៀនដំបូងខ្ញុំនៅចាំបានថាពួកយើងពិតជាស្ងៀមស្ងាត់ហើយម្នាក់ពិតជាយកចិត្តទុកដាក់នៅក្នុងម៉ោងរៀនប៉ុន្តែមិនយូរប៉ុន្មានក៏ប្រសាឡើយឲ្យពេញត្រានត្រើយដូចកំពុងឲ្យបងស្លាប់ទាំងរូបេងបេងបេងបាបាបាថ្ងៃយើងចូលរៀននៅនោះគ្នាចូលកន្លែងអេដល់បើកភ្នែកឯងហើយមិនខ្ញុំមកចាប់អារម្មណ៍ហ្មងលេសាអត់ឲ្យខ្ញុំចូលចាមកទាំងអស់គ្នាប្រមូល homework មកតែគ្រូដាក់ឲ្យកាពីអាទិត្យមុនរួចអស់ណាមើលពេលតរៀបជាតមិនអានសោះពេលស្អាតតិចហ្នឹងហើយមិនលេងទូរស័ព្ទចឹងមើលទូរស័ព្ទគូអូនដឹងណាសាលាគេឲ្យលេងទូរស័ព្ទទេឥឡូវខ្ញុំហោះម្ដងនេះឥឡូវគ្រូដកទូរស័ព្ទអូនទុកសិនហើយក្រោយខ្ញុំលេងចឹងទៀតឬនៅពួកយើងនិយាយញ៉ៃនិយាយគ្នាស្ដាប់សោះអ្នកខ្លះលេងទូរស័ព្ទទៀតអ្នកខ្លះដេកហើយក្រោយខ្ញុំធ្វើចឹងទៀតឬនៅចិត្តប្រឡងទាំងអស់គ្នាបងប្រហែលរៀនបន្តិចចិត្តដល់ថ្ងៃហើយពេលវេលាអត់សល់យូរទេបើម្នាក់នៅតែអញ្ចឹងអត់ស្ដាប់គ្រូអញ្ចឹងហើយយើងដល់ថ្ងៃប្រឡងយើងគិតធ្វើម៉េចតាមបានទេអស់គ្នាបាទប្រឹងប្រែងរៀនសូត្រគ្រូក៏អត់មានពេលវេលាណាមកបង្រៀនទាំងអស់គ្នាទៀតដែរអញ្ចឹងមានតែខ្លួនយើងទេដែលទៅខំ
prang prai nơi khuôn ai cô miền pe ấy vậy chờ đi tế miền tập viện chun po bộ dơ hai là tua ban cà bà lon bạn đục được ngày hàng mong đấy ban thì tên là crop nè ok đó tụi ngon nè មានអារម្មណ៍មិនល្អជាមួយលោកគ្រូអ្នកគ្រូធ្លាប់ស្ដីប្រដៅតែពេលនេះទើបខ្ញុំដឹងថាគាត់គ្រាន់តែចង់ឲ្យពួកយើងល្អជាចុងក្រោយលោកគ្រូអត់មានអីច្រើនទេគឺលោកគ្រូរំភើបណាស់ដែលពួកយើងបានរៀបចំកម្មវិធីនេះឡើងហើយអ្វីដែលក្តៅរមួយត្រជាក់រយៈពេល1ឆ្នាំតែអ្វីគឺចុងក្រោយនៅតែគ្រូហើយនឹងសិស្សចឹងអ្វីដែលលោកគ្រូជូនពរពួកយើងចុងក្រោយគឺសូមឲ្យកូនទាំងអស់គ្នាទៅប្រឡងបាក់ឌុបខាងមុខទទួលបានលទ្ធផលល្អហើយបន្តជីវិតនៅថ្នាក់មហាវិទ្យាល័យប្រកបដោយជោគជ័យនៅក្នុងជីវិតពេលវេលានឹងការបែកគ្នាក៏ចាប់ផ្ដើមចូលមកចិនឲ្យមិត្តត្រូវតែឃ្លាតចាំងឆ្ងាយគ្មានការជួបជុំណាដែលមិនបែកគ្នាព្រោះវេលាបានកំណត់គ្រាដែលយើងធ្លាប់រួមសុខទុក្ខក៏លែងមានទៀតពីថ្ងៃនេះទៅយើងត្រូវឃ្លានឆ្ងាយហើយពិភពលោកនេះសែនធំដែលមានមនុស្សរាប់រយលាននាក់ហើយពួកយើងម្នាក់ៗបានជួបគ្នាក៏ព្រោះតែនិស្ស័យខ្ញុំពិតជាអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលមកបំពេញអត្ថន័យជីវិតរបស់ខ្ញុំហើយពួកយើងនៅតែបន្តជាមិត្តល្អបងប្អូនល្អនឹងគ្នាជារៀងរហូតតើធ្លាប់ប្រឡាយធ្លាប់លេងសើចធ្លាប់ឆ្លងប្រកាយប៉ុន្តែអ្វីពេលនេះលែងដូចមុនហើយ
ពេលវេលានឹងការបែកគ្នាក៏ចាប់ផ្ដើមចូលមកចិនឲ្យមិត្តត្រូវតែឃ្លាតចាំងឆ្ងាយគ្មានការជួបជុំណាដែលមិនបែកគ្នាព្រោះវេលាបានកំណត់គ្រាដែលយើងធ្លាប់រួមសុខទុក្ខក៏លែងមាន